នេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបធ្វើនំប៉ោងឬហៅថានំហ៊ីងឥឡូវនេះយើងទៅមើលគ្រឿងផ្សំទាំងអស់គ្នាបងប្អូនមានដូចជាម្សៅមីចំនួន3ខាំទឹកដោះគោឆៅចំនួន2ខាំចុច1ហើយសម្រាប់បងប្អូនដែលអត់មានចិញ្ចៀនថ្លឹងគឺអាចវាល់ជាខាប់បានគឺចំនួនម្សៅមីចំនួន2ខាប់ហើយនឹងទឹកដោះគោចំនួន1ខាប់ស្ករសចំនួន4ស្លាបព្រាបាយនិងមេនំប៉័ងចំនួន1ស្លាបព្រាកាហ្វេ baking powder ចំនួន1ស្លាបព្រាកាហ្វេដូចគ្នាហើយនឹងអំបិលចំនួនកន្លះស្លាបព្រាកាហ្វេហើយមានបន្ថែមប្រេងឆាចំនួន2ស្លាបព្រាបាយនិងល្ងបងប្អូននេះគឺល្ងឆៅចង់ដាក់ឆ្អិនក៏បានឆៅក៏បានដែរហើយឥឡូវនេះយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាឥឡូវនេះយើងធ្វើការយកទឹកដោះគោដើម្បីដាក់ចូល microwave ចំនួន45នាទីដើម្បីឲ្យវាវ៉មដើម្បីដាក់មេនំប៉័ងចូលឥឡូវនេះទឹកដោះគោរបស់យើងគឺបានរួចរាល់ហើយយើងធ្វើការដាក់មេនំប៉័ងចូលដាក់មេនំប៉័ងចូលហើយកូរវាសព្វបន្ទាប់មកយើងដាក់ស្ករចូលដាក់ស្ករចូលហើយយើងធ្វើការរ៉េបវាទុកដើម្បីទុកចោលដើម្បី5នាទីក្រោយចាំយើងមកមើលវាស្រួលវាចោលដល់ហ្នឹងបងប្អូនទុកចោល5នាទីចាំយើងមកមើលវាហើយយើងមកធ្វើគ្រឿងស្ងួតម្ដងមានម្សៅយើងលាយម្សៅម្ដងឥឡូវនេះយើងធ្វើការលាយម្សៅយើងចាក់ម្សៅចូលក្នុងធុងbaking powder ហើយនឹងអំបិលយើងកូរចូលគ្នាឲ្យសព្វហើយយើងមកមើលខាច់ទឹកដោះគោរបស់យើងគឺវាបាន5នាទីហើយយើងធ្វើការចាក់វាចូលលាយតែម្ដងឥឡូវនេះយើងមកមើលទឹកដោះគោរបស់យើងដែលបានដាក់មេនំប៉័ងចូលគឺវាបានឡើងល្អហើយបងប្អូននេះតើវា3ចំពុះចឹងគឺបានន័យថាមេរបស់យើងគឺឡើងល្អហើយតែបើអត់មានចំពុះទេគឺមេហ្នឹងគឺងាប់ហើយបើបងប្អូនដាក់ក្តៅពេកក៏អត់បានត្រជាក់ពេកក៏អត់បានគឺ45វិនាទីហ្នឹងគឺល្អឥឡូវនេះយើងធ្វើការលាយចូលទាំងអស់គ្នាសៅនេះវាឆ្អិនអញ្ចឹងបងប្អូនត្រូវការមានឈើអីឬក៏ចូលអីមួយដើម្បីកូរវាសោះអញ្ចឹងទេវាឆ្អិនដៃបងប្អូនគិតថាមើលទៅវាយ៉ាងជ្រៃតិចមែនប៉ុន្តែពេលដែលយើងធ្វើទៅតិចទៀតទៅយើងលាយម្សៅឲ្យវាស្មើទៅគឺវាអត់ជ្រៃទេវាជ្រៃចឹងបាននំយើងទន់ល្អបើយើងធ្វើរឹងពេកនំយើងក៏រឹងដែរឥឡូវនេះម្សៅយើងគឺវាចូលគ្នាអស់ហើយយើងធ្វើការយកដៃញីពួកអីម្សៅនេះយើងពាក់ស្រោមដៃនេះធ្វើអត់កើតទេតើយើងយកដៃផ្ទាល់ញីបើអញ្ចឹងទេវាអត់ស្រោមដៃអស់ហើយគឺស្អិតដៃមកបងប្អូនហើយយើងញីឲ្យបាន1នាទីយើងធ្វើការចាក់ប្រេងចូលដើម្បីញីហើយយើងធ្វើការដាក់ប្រេងចូលចូលគ្នាបានសក់ហើយយើងធ្វើការលេបវាទុកចំនួន1ម៉ោងកន្លះឥឡូវនេះគឺម្សៅរបស់យើងគឺបានលាយសក់ហើយយើងធ្វើការលាបចានបន្តិចដើម្បីឲ្យវាកុំឲ្យស្អិតចានហើយយើងដាក់ចូលក្នុងចានហ្នឹងព្រោះអីគឺធំពេកហើយយើងធ្វើការទុកវាក្នុងចាននេះ
យៈពេល1ម៉ោងកន្លះដើម្បីឲ្យសាច់ម្សៅនឹងគឺវាឡើងគុណ2យើងនឹងធ្វើការមើលវិញម្ដងទៀតឥឡូវនេះយើងធ្វើការរ៉េបទុកចោលចំនួន1ម៉ោងកន្លះដើម្បីឲ្យនំរបស់យើងគឺវាឡើងគុណ1គុណ2ឥឡូវយើងធ្វើការរ៉េបទុកចោល1ម៉ោងកន្លះក្រោយមកចាំយើងមើលទៀតឥឡូវនេះបងប្អូនម្សៅរបស់យើងគឺបានគ្រប់ចំនួនម៉ោង1ម៉ោងកន្លះហើយយើងមកធ្វើការឲ្យលុញវាជារូបរាងដើម្បីយកទៅបំពងហើយយើងធ្វើការឲ្យរោយម្សៅមីបន្តិចនៅលើជ្រុញដើម្បីធ្វើការលើកនំចេញមកកុំឲ្យវាស្អិតធ្វើការធ្វើបែបនេះឲ្យវាប្រវែងដើម្បីកាត់ហេតុអីបានខ្ញុំឲ្យបងប្អូនធ្វើជាតិចព្រោះអីដល់ពេលយើងយកមកលុញជាមួយនឹងម្សៅនៅលើជ្រុញហ្នឹងគឺវាហឹងទៀតហើយអញ្ចឹងបានខ្ញុំណែនាំឲ្យបងប្អូនធ្វើជាតិចយើងធ្វើវារបៀបប្រវែងអញ្ចឹងហើយចាំយើងយកមកកាត់វាជាដុំហើយយើងយកកាត់បែបនេះប៉ុណ្្នឹងមកបងប្អូនចង់ធំក៏បានតូចក៏បានដែរតែខ្ញុំធ្វើល្មមគឺបាន10ដុំបងប្អូនហើយយើងធ្វើការចាក់ល្ងដាក់នៅមួយខាងនៃថាសដើម្បីមកវាហើយយើងនឹងធ្វើឲ្យរូបរាងឲ្យនំយើងទៅជាមូលព្រោះអីតែយើងអត់ធ្វើទេគឺនំយើងវាអត់មូលស្អាតហើយគឺវាអត់ឡើងល្អទៀតយើងធ្វើបែបនេះរហូតតតែនំយើងចេញជារូបរាងមូលតែវាឆ្អិតដៃតិចបងប្អូនហើយយើងជ្រលក់ជាមួយនឹងល្ងធ្វើការទុកវានៅដៃបងប្អូនបន្តធ្វើបែបនេះរហូតដល់អស់នំយើងគឺវាឆ្អិតដៃតិចប៉ុន្តែបើបងប្អូនអត់ធ្វើបែបនេះទេគឺវាអត់ជាប់ល្ងទេព្រោះអីវាអត់ស្អិតគឺវាអត់ជាប់ល្ងតតែស្អិតបែបនេះគឺទៅជាប់ល្ងល្អវាយើងកាត់ចឹងវាអត់ស្មើគ្នាល្អទេបងប្អូនតែវាមិនសំខាន់ថាស្មើឬមិនស្មើទេឲ្យតែនំយើងធ្វើទៅឆ្ងាញ់គឺបានហើយឥឡូវនេះយើងធ្វើការលុញវារួចរាល់ហើយប៉ុន្តែយើងគ្របវាទុករយៈពេល15នាទីដើម្បីឲ្យសាច់នំយើងឡើងល្អហើយចាំយើងមកធ្វើការលុញវាឲ្យសំប៉ែតដើម្បីយកទៅចៀនឥឡូវយើងធ្វើការគ្របទុកសិនឥឡូវនេះនំរបស់យើងគឺ15នាទីហើយយើងធ្វើការលុញឲ្យវាសំប៉ែតដើម្បីយកទៅចៀនយើងធ្វើការដាក់ម្សៅលើជ្រុញបន្តិចកុំឲ្យវាស្អិតហើយយើងធ្វើការនេះគឺយើងធ្វើការលុញរួចរាល់ហើយយើងធ្វើការបើកភ្លើងដើម្បីចៀនឥឡូវនេះគឺខ្លាញ់របស់យើងបានបើកភ្លើងរៀងក្តៅហើយយើងធ្វើការដាក់នំចូលដើម្បីចៀនពេលដែលនំយើងចាប់ផ្ដើមអណ្ដែតបងប្អូនយកសក់យកចង្កឹះដើម្បីនឹងត្រឡប់វារហូតឲ្យវាឡើងល្អពេលដែលនំយើងឡើងបែបនេះយើងធ្វើការត្រឡប់វាមកបែបនេះ
បើសិនជាបងប្អូនអត់ត្រឡប់ទេគឺនំនឹងវាឡើងអត់ល្អទេយើងធ្វើការត្រឡប់បែបនេះរហូតឲ្យយើងញាត់តិចគឺត្រឡប់បែបនេះរហូតដល់វាឡើងធំគឺនំរបស់យើងគឺចាប់ដើមឡើងហើយនំនេះយើងត្រូវការភ្លើងល្មមបងប្អូនបើសិនជាក្តៅពេកក៏អត់ឡើងទៅជាខ្សោយពេកក៏អត់ឡើងដែរអញ្ចឹងយើងត្រូវការដាក់ភ្លើងល្មមឥឡូវនេះគឺនំរបស់យើងបានឆ្អិនអស់ហើយបងប្អូនបើសិនជាចូលចិត្តវីដេអូនេះសូមជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗទៀតបងប្អូនហើយឥឡូវយើងមើលសាច់នំរបស់យើងអស់គ្នាណានេះគឺពិតជាល្អមែនតើបងប្អូនគួរតម្រង់ញ៉ាំមែនតើអរគុណជម្រាបលាបាយបាយ